អ្នកទាំងអស់គ្នាធ្លាប់ដឹងរួចហើយថាយន្តហោះចម្បាំង B2 Spirit Bomber វាពិបាកនឹងឲ្យរ៉ាដារបស់សត្រូវចាប់សញ្ញាវាបានខ្លាំងណាស់វាក៏ត្រូវបានមនុស្សមួយចំនួនដាក់ឈ្មោះឲ្យវាថាបិសាចបំបាំងកាយនៅលើអាកាសប៉ុន្តែអ្នកទាំងអស់គ្នាធ្លាប់ដែរដឹងឬទេថាវាមានចំណុចខ្សោយមួយតែងតែបង្ហាញខ្លួននៅពេលដែលវាកំពុងបំពេញព្រែងនៅលើអាកាសតើហេតុអ្វីបានជាស្ដេចយន្តហោះចម្បាំងមួយនេះមានចំណុចខ្សោយបែបនេះឥឡូវខ្ញុំនឹងនិយាយប្រាប់អ្នកទាំងអស់គ្នាអំពីហេតុផលដែលធ្វើឲ្យ B2 មានសមត្ថភាពលាក់ខ្លួនដ៏អស្ចារ្យទី1គ្រប់អាវុធទាំងអស់ដែលត្រូវបានបំពាក់គឺស្ថិតនៅក្នុងបន្ទប់បិទជិតមួយនៅក្នុងពោះរបស់យន្តហោះមួយនេះមិនមានអាវុធមួយណាត្រូវបានបំពាក់នៅផ្នែកខាងក្រៅនៃយន្តហោះមួយនេះនោះទេចំណុចទី2គឺជាតួយន្តហោះភាគច្រើនគឺគ្មានចំណុចមួយណាដែលអាចផ្លាតចេញនៅរលកសញ្ញាបាននោះទេហើយសំបីតែទឹកថ្នាំរបស់យន្តហោះមួយនេះក៏ត្រូវបានកូតជាមួយនឹងសារធាតុដែលអាចស្រូបយកកាំរស្មីរ៉ាដាបានដែរទី3យន្តហោះមួយនេះមិនមានកន្ទុយបញ្ឈរដូចជាយន្តហោះទូទៅធម្មតានោះទេដោយកន្ទុយរបស់យន្តហោះមួយនេះមានសភាពរាបស្មើនិងមានទំហំតូចមើលទៅប្រៀបដូចជាបក្សីដ៏តូចមួយស្ថិតនៅក្នុងអេក្រង់រ៉ាដាអញ្ចឹងទោះបីជាយន្តហោះមួយនេះមានសមត្ថភាពលាក់ខ្លួននិងបំបាំងកាយខ្លាំងយ៉ាងណាក៏ដោយក៏អន្តរជាតិនៅក្នុងយន្តហោះមួយនេះអាចធ្វើដំណើរជាមធ្យមបានចម្ងាយត្រឹមតែ6800ម៉ៃលឬប្រហែល11000គីឡូម៉ែត្រតែប៉ុណ្ណោះឧទាហរណ៍នៅក្នុងសង្គ្រាមអាហ្គានីស្ថានក្នុងឆ្នាំ2001បេសកកម្មមួយនេះយន្តហោះចម្បាំង B2 ត្រូវធ្វើដំណើរប្រហែលជាង40ម៉ោងនៅលើអាកាសនិងត្រូវការបំពេញប្រេងនៅលើផ្ទៃអាកាសរហូតដល់6ដងហើយប្រសិនបើវាដឹកគ្រាប់បែកដ៏ធំបំផុតនោះគឺ GBU 57 ពីរគ្រាប់ដែលវាមានទម្ងន់ស្មើនឹង27តោននៅពេលដែលគេបំពាក់សពាវុធធន់ធ្ងន់ដល់ទៅទ្វេដងបែបនេះយន្តហោះចម្បាំង B2 មួយនេះវាមិនអាចចាក់ប្រេងបំពេញពីផ្ទៃដីបានទៅនោះទេដូច្នេះយន្តហោះចម្បាំងមួយនេះត្រូវទៅបំពេញប្រេងបន្ថែមនៅលើផ្ទៃអាកាសហើយនៅក្នុងបេសកកម្មមួយនេះយ៉ាងហោចណាស់ក៏ត្រូវចាក់ប្រេងបំពេញរហូតដល់7ដងដែរនៅលើផ្ទៃអាកាសនោះអាស្រ័យហេតុនេះហើយនេះគឺជាចំណុចដ៏សំខាន់បំផុតនិងក៏ជាចំណុចខ្សោយរបស់យន្តហោះ B2 Spirit ដែរចំណុចខ្សោយរបស់វាមិនមែនការបង្ហាញ B2 Spirit នៅក្នុងរ៉ាដារបស់សត្រូវនោះទេប៉ុន្តែគឺដោយសារយន្តហោះចាក់បំពេញប្រេងឲ្យយន្តហោះ B2 Spirit មួយនេះយន្តហោះចាក់បំពេញប្រេងគឺវាមានទំហំធំណាស់ងាយស្រួលនឹងឲ្យរ៉ាដាចាប់បាននិងរកឃើញហើយនៅកំឡុងពេលដែលរ៉ាដាសត្រូវចាប់បានរលកសញ្ញាយន្តហោះបំពេញប្រេងដ៏ធំមួយនេះនោះគេនឹងសន្និដ្ឋានបានដែរថាយន្តហោះ B2 Spirit ក៏នៅតំបន់ទីនោះដូចគ្នា